បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរូបមន្តនៅក្នុង Excel បន្តទៀតដែលថ្ងៃនេះគឺខ្ញុំលើកយករូបមន្ត Pi ដែលរូបមន្ត Pi នេះគឺយើងប្រើសម្រាប់ឲ្យវាបញ្ចេញតួលេខនៃ Pi ឬមួយក៏យើងហៅ2គឺ3.14ដែលនៅបឋមឬមួយក៏នៅអនុវិទ្យាល័យអីយើងធ្លាប់បានសិក្សាតាក់ទងជាមួយនឹងគណនាកាឡាផ្ទៃនៃរង្វង់ឬមួយក៏បរិមាត្រនៃរង្វង់យើងតែងតែចាំ3.14ហ្នឹងអញ្ចឹងការប្រើរូបមន្ត Pi នេះគឺដើម្បីបញ្ចេញលេខហ្នឹងហើយយើងបញ្ចេញហ្នឹងគឺប្រយោជន៍របស់វាគឺវាងាយស្រួលនៅក្នុងដោយយើងមិនចាំបាច់ទៅអង្គុយវាយលេខហ្នឹងដោយផ្ទាល់តែម្ដងទេគឺយើងប្រើទៅដើម្បីឲ្យវាចេញដោយខ្លួនឯងតែម្ដងព្រោះអីកាលណាយើងគណនាតែយើងយកតែ3.14ទៅធ្វើការគណនាវាប្រកាសជាលំអៀងច្រើននៅពេលដែលការគណនារបស់យើងវាទំហំផ្ទៃកាឡាហ្នឹងវាធំឬមួយក៏កម្មហ្នឹងវាធំអីចឹងទៅអញ្ចឹងវាប្រកាសជាលំអៀងច្រើនដោយសារយើងយកតែតួលេខនៃ3.14ទេតែបើដើម្បីកុំឲ្យវាលំអៀងវាតលតែយើងនឹងប្រើប្រាស់លេខចំនួនរហូតទៅដល់14ខ្ទង់នេះអញ្ចឹងយើងបើយើងអង្គុយវាយពេលខ្លះយើងក៏អត់ចាំដែរយើងចាំបានត្រឹមតែ3.14ប៉ុន្តែវានៅមានលេខតទៀតនៅខាងក្រោយវាមកកកូកទៀតកាលណាទំហំកាន់តែធំគឺវា error កាន់តែច្រើនដូចគ្នាអញ្ចឹងកន្លែងនេះគឺដើម្បីបញ្ចេញវាបានយើងអត់មានប្រើacronymអីទេគឺបងប្អូនគ្រាន់តែវាយពាក្យថា pi ប៉ុណ្នេះមកតមកយើងបើកវងកញ្ចក់ហើយយើងបិទវងកញ្ចក់វិញហើយ enter បាទតែប៉ុណ្នេះមកយើងនឹងឃើញលេខរបស់វានឹងបញ្ចេញទាំងអស់នឹងមកតែម្ដងហើយបើក្នុងករណីវាមិនអត់ទេបងប្អូនបន្ថែមឲ្យវាគ្រប់មករហូតដល់វាចេញ00បែបនេះមកបាទអានេះបានវាអស់លេខវាអញ្ចឹងនៅពេលដែលយើងគណនាគឺវាអត់ error ច្រើនទេអានេះគឺជារបៀបនៃការបញ្ចេញវាតែយើងធ្វើម៉េចយើងគ្រាន់តែសញ្ញាស្មើផាយបិទវងកញ្ចក់បើកវងកញ្ចក់បិទវងកញ្ចក់គឺចប់តែម្ដងឧទាហរណ៍ថានៅពេលដែលយើងមានតម្រូវការនៅក្នុងការគណនាកាឡាផ្ទៃនៃរង្វង់អញ្ចឹងតាមដែលបងប្អូនរៀនហើយកាឡាផ្ទៃនៃរង្វង់វាស្មើនឹង pi r ក្រេ r ហ្នឹងគឺជាកម្មហើយ pi ហ្នឹងគឺ3.14ហ្នឹងប៉ុន្តែយើងអត់យកតែ3.14គត់ទេយើងយកអាកតុយរបស់វាដែលមានលេខ14ខ្ទង់ក្រោយហ្នឹងអញ្ចឹងដើម្បីគណនាកាឡាផ្ទៃរង្វង់មួយហ្នឹងវាមានកម្មរហូតដល់3ម៉ែត្រអញ្ចឹងវាមានកាឡាផ្ទៃប្រមាណម៉ែត្រការ៉េអញ្ចឹង a ស្មើជាមួយនឹង pi r ការ៉េអញ្ចឹង pi r ការ៉េយើងឡើងបើយើងប្រើ Excel យើងឡើងប្រើ3.14នេះដើម្បីយកខ្ទង់យកចំនួនវាលេខវាអស់តែម្ដងយើងប្រើរូបមន្ត pi មិញបើកវងកញ្ចក់បិទវងកញ្ចក់បាទប៉ុណ្នេះមកគឺវាចាប់ត្រឹមហ្នឹងគឺវាបញ្ចេញអា3.14មិញហ្នឹងហើយតមកបានយើងគុណនឹងប៉ុន្មានគឺគុណជាមួយនឹង r ការ៉េ r របស់យើងគឺកម្មរបស់យើងគឺ3ម៉ែត្រអញ្ចឹង3ម៉ែត្រយើងលើកស្វ័យគុណ2ហើយស្វ័យគុណយើងចុចស៊ីសលេខ6ទៅក៏ឲ្យឃើញសញ្ញាស្រួចឡើងលើហ្នឹងហើយយើងដាក់លេខ2បែបនេះមកហើយ enter អញ្ចឹងយើងឃើញរង្វង់មួយហ្នឹងបើសិនជាវាមានកម្ម3ម៉ែត្រអញ្ចឹងកាឡាផ្ទៃរបស់វាគឺ28ម៉ែត្រ2ទឹក7ហ៊ុនអីចឹងទៅបាទអានេះគឺយើងប្រើសម្រាប់គណនាផ្ទៃកាឡាហើយមួយទៀតក៏យើងអាចគណនាបរិមាត្រនៃរង្វង់អញ្ចឹងបរិមាត្រនៃរង្វង់យើងតាំងដោយអក្សរ C ឬមួយក៏អក្សរ P ស្មើនឹង 2D នេះគឺអង្កត់ផ្ចិតឬមួយក៏2R 2 pi r អញ្ចឹង2 pi r នេះគឺអា2នេះគឺអា D នេះអង្កត់ផ្ចិតហ្នឹងវាស្មើជាមួយនឹងកម្មគុណនឹង2អញ្ចឹងយើងដាក់2 pi r អញ្ចឹងតែម្ដងបាទអញ្ចឹងរង្វង់ហ្នឹងគឺមានកម្ម3ម៉ែត្រតែទេអញ្ចឹងតើសួរតើបរិមាត្រនៃរង្វង់ស្មើនឹងប្រមាណអញ្ចឹងតាមរូបមន្តរបស់យើងមិញគឺស្មើជាមួយនឹង2ហើយយើងគុណជាមួយនឹងរូបមន្ត pi យើងគុណជាមួយនឹង pi បើកវងកញ្ចក់បិទវងកញ្ចក់ហើយបន្ទាប់មកទៀតបានយើងគុណជាមួយនឹង r របស់យើងគឺ3ម៉ែត្របាទប៉ានេះមកយើងឃើញ18.84ម៉ែត្រអាហ្នឹងគឺជាបរិមាត្រនៃរង្វង់ហ្នឹងគឺយើងវាស់ជុំវិញនៃរង្វង់ហ្នឹងគឺស្មើនឹង18.84ម៉ែត្របាទអញ្ចឹងនៅក្នុងវីដេអូនេះខ្លីទេមានតែ2ឧទាហរណ៍ហ្នឹងទេសម្រាប់បង្ហាញជូនបងប្អូនទាំងអស់គ្នាអរគុណច្រើនយើងជួបគ្នាវីដេអូក្រោយ
អំពី Excel ជាបន្តបន្ទាប់ទៀត។